ដោយមានការគាំទ្រពីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនិងមន្ទីរកសិកម្មខេត្តបាត់ដំបងក្រុមហ៊ុនចាយីតាយីតាក្រុបដែលបានសហការជាមួយនឹងក្រុមហ៊ុនជីស្លឹកមាសចាជីសញ្ញាស្លឹកមាសបានរៀបចំនៅកម្មវិធីទិវាស្រែស្ដីពីការប្រើប្រាស់ជី NPK សញ្ញាស្លឹកមាសនៅលើដំណាំស្រូវស្រងាយក្រអូបដោយគោលបំណងនៃទិវាស្រែនេះដែរគឺក្រុមហ៊ុនយីតាក្រុបគឺផ្ដោតទៅលើការផ្ដល់នៅចំណេះដឹងនិងបច្ចេកទេសកសិកម្មដើម្បីជួយទៅដល់បងប្អូនប្រជាកសិករបង្កើនការយល់ដឹងអំពីការប្រើប្រាស់នៅប្រភេទជីប្រកបដោយប្រសិទ្ធភាពនិងធ្វើឲ្យការលូតលាស់របស់ដំណាំស្រូវល្អប្រសើរក្រៅពីនេះក៏មានការពិភាក្សាអំពីបញ្ហាប្រឈមនិងការចែករំលែកនៅបទពិសោធន៍កសិកម្មដោយអ្នកជំនាញកសិកម្មមកពីតាមក្រុមហ៊ុនជីសញ្ញាស្លឹកមាសផងដែរហើយនៅក្នុងនោះបើតាមលោកឈឹមវ៉ឺជីរ៉ាដែលជាប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តបាត់ដំបងលោកបានលើកឡើងថាទិវាស្រែស្ដីពីការប្រើប្រាស់ GNPK ចា GNPK លើដំណាំស្រូវនេះគឺបានសរបញ្ជាក់ឲ្យឃើញថាមន្ទីរកសិកម្មខេត្តនិងវិស័យឯកជននិងភាគីពាក់ព័ន្ធទាំងអស់បានយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខរបស់កសិករដើម្បីបង្កើនការស្វែងយល់អំពីការប្រើប្រាស់ GNPK ដោយបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការលូតលាស់និងបង្កើនទិន្នផលស្រូវជាមួយនឹងអត្ថប្រយោជន៍នៃធាតុនីមួយៗផ្សេងៗគ្នាជួយឲ្យកសិករទទួលបាននូវទិន្នផលខ្ពស់ប្រកបការប្រមូលផលមានការកំណត់និងកាត់បន្ថយការខូចខាតដើម្បីទទួលបាននូវប្រាក់ចំណេញពិតប្រាកដនិងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋជាមួយគ្នានោះផងដែរបើតាមលោកចៅស៊ីណាដែលជាតំណាងក្រុមហ៊ុនជីសញ្ញាស្លឹកមាសក៏បានសម្ដែងនៅចំណាប់អារម្មណ៍គាំទ្រយកចិត្តទុកដាក់ពីក្រសួងស្ថាប័នថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិដើម្បីរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីការប្រើប្រាស់ជីលើដំណាំស្រូវជូនទៅដល់ប្រជាកសិករសម្ដៅរកផលប្រាក់ចំណេញនិងមានទិន្នភាពសំទោសនិងមានប្រសិទ្ធភាពសេដ្ឋកិច្ចជាពិសេសគឺការជំរុញការប្រើប្រាស់ជីបង្កើនគុណភាពកសិផលនិងឲ្យស្របទៅតាមគោលនយោបាយរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទតាមរយៈលទ្ធផលដ៏ល្អត្រចះត្រចង់នេះដែរលោកគង្គៀដែលជាប្រធាននាយកដ្ឋានដំណាំស្រូវក៏បានគូបញ្ជាក់ថាគោលនយោបាយអតិភិបទី5និងទី6នៅក្នុងការកាត់បន្ថយថ្លៃដើមផលិតកម្មការពង្រាយមន្ត្រីកសិកម្មឃុំនិងការកសាងសហគមន៍កសិកម្មទំនើបដើម្បីសម្រេចឲ្យប្រជាពលរដ្ឋធានាបាននៅសន្តិសុខស្បៀងនិងនិរន្តរភាពសេដ្ឋកិច្ចនិងបរិស្ថានពលគឺមានហូបមានប្រើមានបាននិងមានរហូតមុននឹងបញ្ចប់លោកគង្គៀក៏បានលើកទឹកចិត្តនិងសំណូមពរទៅដល់ក្រុមហ៊ុនយីតាក្រុបតំណាងចែកចាយជីសញ្ញាស្លឹកមាសបន្តកិច្ចការងារនេះបន្ថែមទៀតទៅតាមមូលដ្ឋានគោលដៅដើម្បីជួយកាត់បន្ថយថ្លៃដើមផលិតកម្មអភិវឌ្ឍវិស័យកសិកម្មឲ្យមានភាពធន់បរិយាបន្នមានសេដ្ឋកិច្ចមាតដ្ឋាននិងជាពិសេសគឺជួយលើកកម្ពស់ជីវភាពរបស់ប្រជាកសិករកាត់បន្ថយភាពក្រីក្រស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដើម្បីប្រែក្លាយកម្ពុជាជាប្រទេសមានចំណូលខ្ពស់នៅក្នុងឆ្នាំ2050